ជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះយើងខ្ញុំចង់បង្ហាញទៅលើពាក្យបរាជ័យតើពាក្យបរាជ័យធ្វើភាសាសញ្ញាយ៉ាងដូចម្ដេចចាយើងខ្ញុំនឹងបង្ហាញភាសាសញ្ញាបរាជ័យតើពាក្យបរាជ័យមានន័យយ៉ាងដូចម្ដេចពាក្យបរាជ័យគឺស្មើនឹងពាក្យថាចាញ់នេះគឺជាភាសាសញ្ញាចាញ់ចាជាការពិតណាមនុស្សម្នានៅលើពិភពលោកតែងតែគិតថាពាក្យបរាជ័យនិងពាក្យថាចាញ់គឺវាដូចជាមិនសូវល្អនេះគឺជាការគិតរបស់មនុស្សភាគច្រើនប៉ុន្តែសម្រាប់ពាក្យបរាជ័យនិងពាក្យថាចាញ់វាដូចជាមិនមានបញ្ហាអ្វីទេប៉ុន្តែផ្ទុយទៅវិញវាបានបង្ហាញអំពីបទពិសោធន៍មេរៀននិងការរស់នៅរបស់ជីវិតរបស់ពួកយើងគ្រប់គ្នាប្រសិនបើយើងចាញ់ម្ដងហើយយើងអាចព្យាយាមធ្វើវាម្ដងទៀតប្រសិនចាញ់ឬក៏បរាជ័យម្ដងហើយម្ដងទៀតសូមព្យាយាមធ្វើវាម្ដងហើយម្ដងទៀតទៅប្រហែលជាចុងក្រោយយើងនឹងអាចទទួលបានបទពិសោធន៍មេរៀនថ្មីដែលជួយឲ្យជីវិតរបស់យើងមានការផ្លាស់ប្ដូរនិងជួយឲ្យជីវិតមានការអភិវឌ្ឍជាងមុននៅនាទីចុងក្រោយតោះសូមបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូមួយសាច់រឿងក្នុងវីដេអូនេះគឺល្អណាស់គឺបង្ហាញថាពីដំបូងគាត់បរាជ័យប៉ុន្តែគាត់នៅតែព្យាយាមធ្វើហើយធ្វើទៀតរហូតដល់នាទីចុងក្រោយគាត់ទទួលបានភាពជោគជ័យហើយគាត់ក៏បានមើលឃើញពិភពលោកថ្មីមួយដ៏ស្រស់ស្អាតតោះសូមទស្សនាទាំងអស់គ្នាឃើញទេបងប្អូនចុងក្រោយគាត់ទទួលបានមេរៀនថ្មីបទពិសោធន៍ថ្មីហើយជួយឲ្យជីវិតរបស់គាត់មានការផ្លាស់ប្ដូរអរគុណជម្រាបលា